សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីដែលនឹងលើកយកពាក់ព័ន្ធជាមួយនឹងការកសាងទ្រព្យសម្បត្តិវិញម្ដងដែលខ្ញុំបានដកស្រង់គំនិតដែលបង្ហាញដោយស្ដេចវិនិយោគជនជាតិអាមេរិកគឺលោក Warren Buffett នៅគន្លឹះសំខាន់ចំនួន3យ៉ាងបាទចំពោះការកសាងទ្រព្យមកចែកជូនបងប្អូនបានដឹងនិងពិចារណាជាមួយខ្ញុំចំណុចទាំង3យ៉ាងនោះមានដូចតទៅចំណុចគន្លឹះទី1គឺផ្នត់គំនិតនៅពេលដែលមនុស្សមានផ្នត់គំនិតសម្បូរបែបហើយផ្ដោតលើចក្ខុវិស័យទស្សនវិស័យរយៈពេលវែងជាជាងការរីករាយរយៈពេលខ្លីស្វះស្វែងរកបទពិសោធន៍ផ្លាស់ប្ដូរផ្នត់គំនិតពីរិចរិលទៅផ្នត់គំនិតរីកចម្រើនបង្កើនការយល់ដឹងពីបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនឱកាសវិនិយោគនិងការគ្រប់គ្រងលុយកាក់គឺពិតជាមានសារៈសំខាន់ក្នុងដំណើរផ្លូវកសាងទ្រព្យសម្បត្តិមនុស្សមានផ្នត់គំនិតរីកចម្រើននិងរីករាយទទួលយកហានិភ័យដែលខ្លួនបានគិតគូរកណនារួចល្អិតល្អន់ហើយធ្វើការព្យាយាមប្រឹងប្រែងដោយជឿជាក់ជាមួយនឹងការបន្តការសិក្សារៀនសូត្រអភិវឌ្ឍគំនិតជាប្រចាំវានឹងនាំពួកគេទៅកាន់ភាពចម្រុងចម្រើនផ្នែកហិរញ្ញវត្ថុជាក់ជាពំខានបងប្អូនចំណុចគន្លឹះទី2គឺការកសាងទម្លាប់នៃការគ្រប់គ្រងហិរញ្ញវត្ថុនៅពេលមនុស្សម្នាក់បានផ្លាស់ប្ដូរផ្នត់គំនិតឬការគិតចំពោះបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងផ្លូវវិជ្ជមានវានឹងជះឥទ្ធិពលដល់ទម្លាប់នៃការធ្វើសេចក្តីសម្រេចចិត្តសំខាន់ពាក់ព័ន្ធជាមួយការចាត់ចែងលុយកាក់ដូចជាការសន្សំនិងការវិនិយោគដោយភាពជាប់លាប់ជាដើមតាមរយៈការបែងចែកចំណែកនៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួនដោយកំណត់យកការចំណាយឲ្យតិចជាងចំណូលហើយរៀបចំគម្រោងថវិកាផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវវានាំទៅដល់ការមានវិន័យនៃការគ្រប់គ្រងហិរញ្ញវត្ថុដែលជាគោលគ្រឹះនៃការលូតលាស់ឆ្ពោះទៅរកភាពមានបានតាមលំដាប់លំដោយចំណុចគន្លឹះទី3គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីកសាងទ្រព្យសម្បត្តិមនុស្សម្នាក់ត្រូវតែស្វែងរកចំណេះដឹងនិងធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃជាមួយព័ត៌មានប្រកបដោយគុណភាពដែលជួយឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅជុំវិញស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេជាមួយចំណេះដឹងហិរញ្ញវត្ថុដែលត្រឹមត្រូវទៅលើការសន្សំការគ្រប់គ្រងចំណូលចំណាយផែនការថវិកានិងការវិនិយោគវានឹងបង្កើនទ្រព្យសកម្មតាមរយៈការទិញភាគហ៊ុនការទិញអចលនទ្រព្យឬក៏ការបង្កើតឲ្យមានអាជីវកម្មផ្សេងជាដើមចំពោះចំណេះដឹងហិរញ្ញវត្ថុគឺជាត្រីវិស័យតម្រង់ទិសជួយឲ្យហិរញ្ញវត្ថុរីកចម្រើនបន្តប្រកបដោយសុវត្ថិភាពហើយដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុល្អប្រសើរគឺត្រូវតែជាមនុស្សដែលចូលចិត្តស្រាវជ្រាវរៀនសូត្រអនុវត្តនិងមានក្រុមជួយគ្រប់គ្រងគំនិតកែលម្អឬក៏ថាមានគ្រូបង្វឹកបង្ហាត់បង្ហាញគ្រូបង្វឹកដែលគួរឲ្យជក់ទុកចិត្តកាន់តែប្រសើរសរុបមកចំណុចគន្លឹះសំខាន់3យ៉ាងនេះគឺត្រូវតែយកចិត្តទុកដាក់អនុវត្តដាំបណ្ដុះតាំងពីក្មេងឡើងទៅបងប្អូនបើសិនជាបងប្អូនមិនចង់ឲ្យជួបបញ្ហាហិរញ្ញវត្ថុនាពេលអនាគតបាទសូមអរគុណ